ជាសួរដល់គ្រូអ្នកគ្រូប៉ាម៉ាបងប្អូនយុវជនយុវនារីហើយនៅអ្នកនៅ single ហើយអ្នកដែលត្រៀមចូលរកការគ្នាបាទដោយសារតែយុវជនយុវនារីទៅអ្នកនៅ single នឹងគាត់គាត់លេងយុវជនហើយក៏ជំរាបសួរគាត់ដែរឆ្នាំនេះឆ្នាំ2020ប៉ុន្មានហើយ2025ខែអ្វីខែមេសានេះគឺយើងយកទៅតាមគេហៅថាកន្លងជេរឬក៏បទតិទិនតាមបែបឆ្នាំរបស់ព្រះយេស៊ូវគេហៅថាសូរិយាគតិដល់ទៅបែបចក្រគតិខែអ្វីចុះបាច់សួរឆ្នាំទេខែអីចែកខែចែកប៉ុន្មានចែកហើយចែកនេះចែក10ថ្ងៃប៉ុន្មានហើយបាទគឺខែចែកនេះហើយជាថ្ងៃទី9កើតហើយ9កើតបើសិនទៅវត្តហ្នឹងមិនហើយដូច្នេះខ្ញុំចង់មកបងប្អូនទាំងគ្នាចូលទៅកាន់ព្រះបន្ទូលរំលឹកអំពីខែចែកតើខែចែកមានរឿងអីកើតឡើងនៅក្នុងបទគម្ពីរហើយដូច្នេះសូមត្រៀមដើម្បីទទួលព្រះបន្ទូលថ្ងៃនេះសូមបងប្អូនទាំងអស់គ្នាដែលមានព្រះគម្ពីរត្រៀមព្រះគម្ពីរហើយបើអត់ព្រះគម្ពីរទេក៏ត្រៀមទៅជាស្ដាប់ហើយបងប្អូនទាំងអស់គ្នាដែលធ្លាប់ប្រើប្រាស់ចក្រគតិក៏ត្រៀមទាំងអស់គ្នាបាទហើយដូច្នេះព្រះគម្ពីរថ្ងៃនេះគឺនិយាយអំពីបទមួយដែលមាននៅក្នុងព្រះគម្ពីរចោទយកថាសូមមើលនៅក្នុងព្រះគម្ពីរចោទយកថាជំពូកទី16ចោទយកថាជំពូក16នៅក្នុងខ1តើខែចែកមានរឿងអីកើតឡើងហើយយើងនេះថ្ងៃទី9កើតខែចែកហើយមានន័យថាយើងចូលដល់ខែចែករហូតដល់9ថ្ងៃហើយចោទយកថាជំពូក16សូមមើលនៅក្នុងខ1ឃើញហើយសូមអានទាំងអស់គ្នា1 2 3សូមថាអាមែនខែចែកព្រះអង្គកំណត់យកខែចែកឲ្យយើងធ្វើបុណ្យមួយឲ្យអ៊ីស្រាអែលធ្វើបុណ្យមួយហើយយើងអ៊ីស្រាអែលដោយជំនឿព្រះអង្គឲ្យយើងនឹងចាំអំពីខែចែកនៅបុណ្យមួយបុណ្យនោះមានឈ្មោះថាបុណ្យរំលងសូមអធិដ្ឋានទាំងអស់គ្នាព្រះយេស៊ូវពីស្រុកណាសែតព្រះអង្គគឺជាបុណ្យរំលងរបស់ទូលបង្គំពេលនេះយើងរៀនអំពីបុណ្យរំលងរបស់ផងទ្រង់ខែនេះគឺជាខែចែកវិញ្ញាណនៃសេចក្តីស្លាប់បានអុកលុកពិភពលោកដោយសារតែខែនេះព្រះអង្គបានបង្រៀនយើងថាវិញ្ញាណនៃសេចក្តីស្លាប់បានចេញមកដើម្បីបំផ្លាញស្រុកអេស៊ីបមានន័យថាវិញ្ញាណនៃសេចក្តីស្លាប់បានយកជីវិតមនុស្សជាច្រើននៅលើផែនដីតែទូលបង្គំមានព្រះអង្គជាបុណ្យរំលងរបស់ទូលបង្គំនោះគឺវិញ្ញាណនៃសេចក្តីស្លាប់និងរំលងពីជីវិតរបស់យើងចេញទៅអរហើយសូមជួយទូលព្រះបង្គំតាមជាព្រះបន្ទូលថ្ងៃនេះថ្វាយព្រះនាមព្រះយេស៊ូវគ្រីស្ទដល់ទៀតខែចែកចូលបានប្រហែលថ្ងៃហើយចូលបាន9ថ្ងៃហើយ
ជាពួកសាសយូដាអ៊ីស្រាអែលឬក៏កូនចៅយ៉ាកុបឬក៏សាសយូដាបច្ចុប្បន្ននេះដោយសារតែគេបញ្ចប់ឮពាក្យទាំង3ហ្នឹងគេហៅថាពួកក្រុងស៊ីយ៉ូនអញ្ចឹងពួកអ៊ីស្រាអែលមាន4ក្រុមហើយដដែលទេអ៊ីស្រាអែលកូនចៅយ៉ាកុបពួកយូដាហើយមួយទៀតគេហៅថាពួកស៊ីយ៉ូន3,500 ឆ្នាំមុនសាសអក្រុនគឺអ៊ីស្រាអែលនោះឯងគឺនៅភាពជាទាសភាពរបស់ពួកអេស៊ីបវេទនាណាស់លំបាកណាស់ពីព្រោះគេបានរាប់គាត់ថាជាសាសនៅក្រោមចំណោះហើយគឺជាពួកឆ្លើយជាពួកទេសកលបាទបងប្អូនបើសិនជាមានលុយធ្វើដំណើរកំសាន្តទៅប្រទេសអេស៊ីបទៅមើលប្រាសាទនៅប្រទេសអេស៊ីបប្រាសាទគេធំណាស់ស្អាតណាស់គឺដោយសារតែចក្រភពអេស៊ីបបានចាប់យកឆ្លើយជាច្រើនយកមកដើម្បីនឹងប្រើប្រាស់ក្នុងសំណង់នានាមានន័យថាប្រទេសគេរីកចម្រើនខ្លាំងណាស់នៅពេលនោះប៉ុន្តែសាសមួយក្រុមឈ្មោះថាអ៊ីស្រាអែលឬក៏ពួកយូដាវេទនាណាស់គាត់បានធ្វើការទាំងព្រឹកទាំងថ្ងៃទាំងល្ងាចក្រោមការគៀបសង្កត់របស់ពួកអេស៊ីបគ្មានសិទ្ធិធ្វើជាអ្នកធំទេគ្មានសិទ្ធិធ្វើជាមន្ត្រីទេគ្មានសិទ្ធិធ្វើជាមេការទេអ្វីដែលជាសិទ្ធិរបស់គាត់គឺជាទាសកលគ្មានសិទ្ធិស្រឡាញ់ជាមួយនឹងជនជាតិអេស៊ីបទេបើគាត់ស្រឡាញ់គ្នាត្រូវស្រឡាញ់ទាសកលគ្នាឯងគ្មានសិទ្ធិចេញពីតំបន់ដែលគេកំណត់ឲ្យនៅទេលំបាកណាស់ដល់លំបាកប្រមាណ100ឆ្នាំទេ400ឆ្នាំពួកអ៊ីស្រាអែលនៅក្រោមការគ្រប់គ្រងកំណត់ផ្លូវដើរមានន័យថាទូបន្ទាត់ឲ្យដើររយៈពេល400ឆ្នាំនៅប្រទេសអេស៊ីបលំបាកទាំងទឹកភ្នែកជុំទាំងឈឺចាប់ហើយរកព្រះដែលដូនតាគេថ្វាយបង្គំហើយគេតែងតែហៅថាអោព្រះនៃយ៉ាកុបអោព្រះនៃអ៊ីសាអោព្រះនៃអាប់រ៉ាហាំអើយព្រះអង្គនៅឯណាមកជួយទូលបង្គំផងគេស្រែករហូតដល់400ឆ្នាំព្រះអង្គបានចាត់បញ្ជូនមនុស្សម្នាក់ឈ្មោះថាម៉ូសេបានមកដើម្បីនាំរាជអ៊ីស្រាអែលចេញពីអេស៊ីបប៉ុន្តែនៅថ្ងៃដែលមុននឹងចាស់ចេញមួយថ្ងៃមានរឿងកើតឡើងគឺព្រះបានមានបន្ទូលទៅកាន់ម៉ូសេថាចូលសម្លាប់ជាមល្អឥតខ្ចោះហើយនាំគ្នាអង្គុយតែក្នុងផ្ទះហើយនាំគ្នាញ៉ាំជាមនឹងអស់ទៅចំណែកឯឈាមដែលបានសម្លាប់កូនជាមនោះយកទៅលាបនៅលើក្រោមទ្វាររបស់ផ្ទះឯងរៀងខ្លួនហើយនាំគ្នាញ៉ាំឲ្យអស់កុំឲ្យសល់ហាឡេលូយ៉ាបុណ្យរំលងគឺពួកគេបានធ្វើឡើងគឺគេត្រូវសម្លាប់កូនជាមល្អឥតខ្ចោះហើយយកមកបរិភោគនៅតាមក្រុមគ្រួសារព្រះអង្គអត់មានឲ្យនិយាយទាំងអស់ព្រះអង្គឲ្យជុំគ្នាហើយញ៉ាំទៅហើយទឹកភ្នែកទៅហើយឈឺចាប់ជាមួយភាពទាសកលឯងទៅហើយឈាមដែលបានចេញពីកូនជាមយកមកលាបទៅលើក្រោមទ្វារផ្ទះរបស់ឯងពីព្រោះយប់នេះរំលងអត្រាទេវតានៃសេចក្តីស្លាប់នឹងមកតាមផ្ទះនីមួយហើយនឹងសម្លាប់កូនច្បងទាំងអស់ពីព្រោះយប់នេះប្រទេសអេស៊ីបនឹងជួបរឿងដ៏តក់ស្លុតមួយគឺទេវតានៃសេចក្តីស្លាប់នឹងចូលមកតាមផ្ទះហើយសម្លាប់កូនច្បងទាំងអស់សូម្បីតែកូនច្បងរបស់ស្ដេចផារ៉ោក៏ត្រូវស្លាប់ដែរ
កូនច្បងរបស់ស្ដេចថារ៉ាប់ក៏ត្រូវស្លាប់ដែរដោយសារអ្វីអត់មានឈាមលាបលើក្របទ្វារទេវតានៃសេចក្តីស្លាប់បានចុះមកហើយមើលផ្ទះណាអត់មានឈាមលើក្របទ្វារនឹងចូលទៅសម្លាប់នឹងចូលទៅសម្លាប់ចេញពីផ្ទះមួយចូលទៅសម្លាប់មួយទៀតចេញពីផ្ទះមួយចូលទៅសម្លាប់មួយទៀតចេញពីផ្ទះមួយចូលទៅសម្លាប់មួយទៀតមួយប្រទេសអ៊ីស្រាអែលឬចក្រភពសំទោសមួយប្រទេសអេស៊ីបឬចក្រភពអេស៊ីបទាំងមូលឮតែសំឡេងជន់តាមផ្ទះទាំងអស់ជុំក៏ក្រើមនៅក្នុងចក្រភពអេស៊ីបពេលនោះមានរឿងឯកាលឡើងនៅក្រុមនោះមួយក្រុមតែកំពុងតែស្រែករកជំនួយរយៈពេល400ឆ្នាំមានឈាមទៅលើក្របទ្វារទេវតានៃសេចក្តីស្លាប់មិនបានចូលទៅផ្ទះកូនដែលមានឈាមទៅលើក្របទ្វារទេគេបានដើរហួសទៅជុំមួយចក្រភពប៉ុន្តែមនុស្សមកក្រុមស្ងាត់ជ្រាបប្រត់ថានាំគ្នាញ៉ាំទៅធ្វើពិធីបុណ្យរំលោភហើយនាំគ្រួសារឯងអង្គុយញ៉ាំទៅហើយអត់និយាយគ្នារញ៉េរញ៉ៃទេអត់ចេញចូលរញ៉េរញ៉ៃទេអត់ច្រៀងរាប់រញ៉េរញ៉ៃទេនាំគ្នាញ៉ាំទៅហើយឈាមនោះយកទៅលាបនៅលើក្របទ្វារស្អែកនេះយើងនឹងនាំឯងចេញពីអេស៊ីបទៅសំឡេងជុំទូទាំងប្រទេសសំឡេងជុំទូទាំងចក្រភពទាំងមូលប៉ុន្តែមនុស្សមួយក្រុមអត់មានឮសំឡេងអ្វីទាំងអស់ស្ងាត់ជ្រាបហាឡេលូយ៉ាពីព្រោះទេវតានៃសេចក្តីស្លាប់មិនអាចចូលទៅកន្លែងដែលគ្មានសំឡេងនោះទេចូលទៅអត់រួចពីព្រោះឈាមនៃកូនឈាមបានគ្រប់ទាំងផ្ទះរបស់ពួកអ៊ីស្រាអែលបងប្អូនទាំងអស់គ្នារយៈពេលប៉ុន្មានឆ្នាំដែលប្រជាជនខ្មែរបានឈឺចាប់រយៈពេលប៉ុន្មានឆ្នាំនៅឆ្នាំ802ប្រទេសកម្ពុជាបានក្លាយទៅជាមហានគរខ្មែរនៅឆ្នាំ800អង្គរបានធ្វើឡើងដំបូងឡើយគេធ្វើប្រាសាទនៅលើខ្នងភ្នំគូលែននៅឆ្នាំ802ដោយព្រះបាទជ័យវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី2បានមករួមប្រទេសហើយគាត់បានដើរទូទាំងខេត្តទាំងអស់ជិត100ខេត្តគាត់បានឡើងទៅលើភ្នំគូលែនដើម្បីធ្វើពិធីទេវរាជអភិសេកខ្លួនឯងគឺជាស្ដេចចក្រពត្តិហើយបានក្លាយទៅជាមហានគរខ្មែររហូតដល់ឆ្នាំ1600ជាងសតវត្សទី16ជាងប្រទេសខ្មែរបានធ្លាក់ចុះ1600ប្រទេសខ្មែរបានធ្លាក់ចុះបច្ចាមិត្តពីរដែលកើបឡើងដើម្បីនឹងបំផ្លាញនគរខ្មែរខាងស្ដាំនគរដៃទៀតខាងឆ្វេងនគរសៀមចាប់តាំងពីឆ្នាំ1600រហូតមកនគរខ្មែរបានបំផ្លាញហើយបំផ្លាញទៀតវេទនាបានជាយើងទាំងអស់គ្នាកំពុងនៅទីក្រុងមួយគឺទីក្រុងចាស់របស់មហានគរខ្មែរគឺទីក្រុងអង្គរគេបានផ្លាស់រាជធានីពីមួយកន្លែងទៅមួយកន្លែងទៅមួយកន្លែងរហូតដល់ចុងក្រោយគឺរាជធានីចក្រភពគឺរាជធានីភ្នំពេញហេតុអីបានជាបដូរពីរាជធានីមួយទៅរាជធានីមួយពីព្រោះបច្ចាមិត្តបានវាយបានបំផ្លាញបានដុតនគរបានច្បាំងឈ្នះចាប់តាំងពីឆ្នាំ1600មកកម្ពុជាបានធ្លាក់ចុះអត់មានជំនួយទេកម្ពុជាពេលនោះរត់រហូតចេញពីនេះទៅនោះចេញពីនេះទៅនោះចេញពីគោទៅទួលបាសានចេញពីទួលបាសានទៅអីគេលុកវែងចេញពីលុកវែងទៅឧត្តមចេញពីឧត្តមទៅចាក់ទៅមុខរត់រហូតវេទនាណាស់គេតាមចាក់គេតាមសម្លាប់ស្រាប់តែឮសូរថាពួកបលាំងតកែចង់ឲ្យ
ជាងបារាំងបានមកដល់ប៉ុន្តែបារាំងមិនបានជួយទេបារាំងបានដាក់អាណានិគមមានពេញកែកដឹកទៅប្រទេសបារាំងចំអស់ទ្រព្យសម្បត្តិដឹកទៅប្រទេសបារាំងចំអស់ប្រុសនៅសម័យបារាំងនោះគេបានចាប់ឲ្យឡើងទូកដឹកទៅធ្វើសង្គ្រាមលោកទី1បានជាមានស្ត្រីម្នាក់អង្គុយនៅមាត់សមុទ្រហើយគេហៅថាសិលាចាំប្តីនាងមិនមែនចាំអ្នកណាទេនាងចាំបុរសដែលជាប្តីដែលឡើងទូកជាមួយបារាំងហើយមិនចេះត្រឡប់មកវិញទៅសង្គ្រាមលោកលើកទី1ខ្មែរយើងត្រូវបានចាប់បុរសទាំងអស់ពីច្រើនតែអត់ការងារធ្វើឲ្យកម្លាំងពេញផងយកទៅដើម្បីនឹងទ័ពជួរមុខហើយអត់មានសល់សូម្បីតែម្នាក់បានជាក្រោយសម័យបារាំងគេបានធ្វើរូបនារីម្នាក់ឈ្មោះថាសិលាចាំប្តីពីព្រោះគាត់ចាំរាប់រយឆ្នាំអត់ឃើញប្តីមកវិញស្លាប់នៅសង្គ្រាមលោកលើកទី1ស្រាប់តែខ្មែរយើងគិតថាអូរួចហើយព្រោះសម្ដេចសែនលោកជួយបានឯករាជ្យហើយមិនរួចទេដល់វគ្គអាមេរិកដាក់អាណានិគមម្ដងទម្លាក់សម្ដេចសែនគិតថាអាមេរិកជួយហើយមិនរួចទេពលពតចូលម្ដងសម្លាប់គ្នាឯងលើកទុំចៃសថាពលពតមកហើយយើងនឹងសុខសប្បាយហើយមិនរួចទេ3ឆ្នាំ8ខែ20ថ្ងៃសម្លាប់គ្នាឯងធ្វើកិច្ចសន្យាទីក្រុងប៉ារីសវៀតណាមចេញពីប្រទេសគិតថារួចហើយមិនទាន់រួចទេនៅតែឆ្លុះគ្នាបន្តទៀតបាទបងប្អូនទាំងអស់គ្នាពីសតវត្សទី16រហូតមកដល់ឥឡូវពុតបាន100ឆ្នាំ400ឆ្នាំជាងហាឡេលូយ៉ាខ្មែរយើងវេទនា400ឆ្នាំជាងហើយតែងតែស្វែងរកព្រះឲ្យជួយ3500ឆ្នាំមកអ៊ីស្រាអែលហៅរកព្រះឲ្យជួយរយៈពេលប៉ុន្មាន400ឆ្នាំហើយខ្មែរយើងមកឆ្នាំ2000នេះ400ឆ្នាំហើយគឺរំលឹកអំពីការចាក់ចេញភាពជាទេសភាពរបស់អ៊ីស្រាអែលខ្ញុំចង់លើកឲ្យបងប្អូនដឹងថាកម្ពុជាយើងវេទនា400ឆ្នាំជាងដូចគ្នាហើយកម្ពុជាកំពុងតែស្វែងរកព្រះដ៏ពិតនៅថ្ងៃនោះបុត្ររំលងបានមកដល់បន្ទាប់ពីញ៉ាំកូនឈាមដល់ល្អខ្ចោះហើយយកឈាមទៅលាងទៅលើក្រោះទ្វារនៅក្នុងព្រះគម្ពីរនិខមរាំងជំពូក12បានប្រាប់ថាពួកអ៊ីស្រាអែលគេបានចេញពីអេស៊ីបទៅប៉ុន្តែអ្វីដែលគេជួបគឺសមុទ្រក្រហមនៅខាងមុខកងទ័ពអេស៊ីបនៅខាងក្រោយមានរឿងអីកើតឡើងសមុទ្រក្រហមនៅខាងមុខកងទ័ពអេស៊ីបនៅខាងក្រោយមានរឿងអីកើតឡើងអ៊ីស្រាអែលត្រូវស្លាប់បើសិនជាទៅមុខនឹងលំទឹកស្លាប់បើសិនជាទៅក្រោយកងទ័ពអេស៊ីបនឹងសម្លាប់ចោលទាំងអស់ហើយដូច្នេះបានជានៅក្នុងព្រះគម្ពីរកូរិនថូសខ្សែទី1ចំពុក15ខ26សូមមើលកូរិនថូសខ្សែទី1ចំពុក15ខ26បើឃើញហើយសូមអានទាំងអស់គ្នាបានឯខ្មាំងសត្រូវចុងក្រោយគឺជាអ្វីសូមអានទាំងអស់គ្នាទៅលើ slide ក៏បានដែរ1 2 3សូមថាមែនចេញពីទេសភាពអត់ទាន់រួចខ្លួនទេចេញពីការគេប្រវាញ់គៀបសង្កត់មិនទាន់រួចខ្លួនទេពីព្រោះសេចក្តីស្លាប់តាមអ៊ីស្រាអែលជាប់ជានិច្ចសេចក្
ត្រូវគឺសេចក្តីស្លាប់សមុទ្រក្រហមក៏អាចយកជីវិតរបស់ពួកអ៊ីស្រាអែលបានដែរហើយកងទ័ពតែមកតាមពួកអ៊ីស្រាអែលក៏អាចនឹងសម្លាប់ពួកគេបានដែរហើយដូច្នេះហើយសត្រូវចុងក្រោយរបស់អ៊ីស្រាអែលគឺស្លាប់មានផ្លូវពីរទី1ឆ្លងសមុទ្រក្រហមឲ្យផុតទី2វាយពួកអ៊ីស្រាអែលវាយពួកអេស៊ីបឲ្យឈ្នះទៅព្រោះទៅផ្លូវណាប្រោមានបន្ទូលថាដោយសារឯងធ្វើបត់រំលោភហើយឯងនឹងនាំឯងឲ្យរួចពីកណ្ដាប់ដៃរបស់ទេវតានៃសេចក្តីស្លាប់ទេវតានៃសេចក្តីស្លាប់មិនបានចូលផ្ទះដែលមានឈាមកូនជៀននោះទេហើយទេវតានៃសេចក្តីស្លាប់ក៏មិនអាចយកជីវិតរបស់អ៊ីស្រាអែលដែលកំពុងតែប្រឈមជាមួយសមុទ្រក្រហមដែរក៏មិនអាចយកជីវិតនៃអ៊ីស្រាអែលដែលកំពុងប្រឈមជាមួយកងទ័ពនោះដែរតែទេវតានៃសេចក្តីស្លាប់ក៏20មែនបានមាន26វាយកបានអត់យកបានដែរទេអរគុណបងហើយដូច្នេះតើព្រះបានមានបន្ទូលមកកាន់ម៉ូសេឲ្យធ្វើអ្វីបាទបងប្អូននៅនេះខ្ញុំកំពុងតែបង្រៀនបាទបងប្អូនដើម្បីនឹងច្បាំងជាមួយសេចក្តីស្លាប់អ្នកដែលស្ដាប់តាំងពីព្រឹករហូតដល់ឥឡូវនេះខ្ញុំមិនបានបង្រៀនឲ្យច្បាំងជាមួយនឹងកងទ័ពឬក៏អ្វីនោះទេខ្ញុំចង់ឲ្យយល់អំពីរបៀបនៃការច្បាំងជាមួយនឹងសេចក្តីស្លាប់ហាឡេលូយ៉ាតើព្រះមានបន្ទូលមកកាន់ម៉ូសេយ៉ាងដូចនេះនៅក្នុងនិកម្នាក់ជំពូក14សូមមើលនៅក្នុងខ15សូមមើលនៅក្នុងជំពូក14សូមមើលនៅក្នុងខ15និកម្នាក់ជំពូក14សូមមើលនៅក្នុងខ15អានទាំងអស់គ្នា1 2 3រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថាឯងមកវារកឯងលើយកអ៊ីស្រាអែលថាឲ្យដើរទៅមុខទៅអាមែនដើរទៅមុខទៅសេចក្តីស្លាប់មកដល់ហើយដើរទៅមុខទៅប៉ុន្តែនៅក្នុងខ16ម៉ូសេត្រូវធ្វើអ្វីលើកដំបងនេះគាត់ស្រែកជាចាច់ទេអត់ទេហាឡេលូយ៉ាវិញ្ញាណនៃសេចក្តីស្លាប់កំពុងតែតាមពួកអ៊ីស្រាអែលម៉ូសេលើកដៃឡើងលើកដំបងឡើងអត់មានជាអ្វីទាំងអស់បាទបងប្អូនទាំងគ្នានៅពេលដែលយើងច្បាំងជាមួយសេចក្តីស្លាប់អត់ឆោឡោទេអាមែនអត់រញ៉េរញ៉ៃទេអត់ស្រែកលោឡានទេព្រះបានមានបន្ទូលថាឯងនៅអធិស្ឋានឯងនៅលោឡាអីទៀតដើរទៅមុខទៅហើយម៉ូសេឯងលើកដំបងឯងឡើងទៅអត់មានឲ្យនិយាយនៅពេលដែលការបំផ្លាញមកដល់ពួកជំនុំទាំងអស់គ្នាត្រូវរៀនអំពីរបៀបនៃការយកឈ្នះវិញ្ញាណនៃសេចក្តីស្លាប់មួយ
មានឆោឡោរត់ពីផ្ទះមួយទៅផ្ទះមួយទេសក់ងំហើយនៅស្ងៀមអធិដ្ឋានក្នុងចិត្តដោយស្ងៀមស្ងាត់ហាឡេលូយ៉ាបើវិញ្ញាណនៃសេចក្តីស្លាប់មកដល់កុំឆោឡោចូលទៅក្នុងបន្ទប់អធិដ្ឋានស្ងៀមស្ងាត់សូមជំនួយពីបងដើម្បីឲ្យព្រះអង្គប្រាប់ថាធ្វើឲ្យម៉ូសេលើកដៃម៉ូសេគ្រាន់តែលើកដៃទឹកសមុទ្របាននិយាយចេញពីពីសេចក្តីស្លាប់មកតាមបន្ទាន់ទេម៉ូសេបាននិយាយអីទាំងអស់គ្រាន់តែលើកដៃសមុទ្របានហែកចេញពីពីសម្រាប់រាជអ៊ីស្រាអែលដើរទៅហាឡេលូយ៉ាវិញ្ញាណនៃសេចក្តីស្លាប់បានមកដល់នៅក្នុងប្រទេសអេស៊ីបពួកអ៊ីស្រាអែលសំងំស្ងៀមញ៉ាំជាងតែបានធ្វើបន់រំលងនោះហើយអត់និយាយទៅអត់រត់ឆ្វេងឆ្វាយចេញពីផ្ទះមួយទៅផ្ទះមួយទៅអត់បានបងប្អូនអរគ្នាបើសិនជាអនាគតមានរឿងនៃសេចក្តីស្លាប់មកដល់ហើយស្ងៀមស្ងាត់ជាមួយគ្រួសារយំជាមួយព្រះអង្គកុំរត់ឆ្វេងឆ្វាយនាំឲ្យមានបញ្ហាហាឡេលូយ៉ាហើយបើព្រះប្រាប់ថាក្រោកហើយដើរទៅក្រោកហើយដើរទៅហាឡេលូយ៉ាព្រះបន្ទូលបងបានប្រាប់នៅក្នុងព្រះគម្ពីរយូស្វេជំពូក6នៅពេលមួយដែលយូស្វេបានច្បាំងជាមួយនឹងទីក្រុងយេរីកូព្រះបានប្រាប់ថាយូស្វេឯងនាំគ្នាដើរឆ្វែលក្រុងយេរីកូលោឡាអត់លោឡាទេដើរឆ្វែលក្រុងយេរីកូអត់លោឡាទេអត់ភ័យទេពីព្រោះនៅលើលំផៃក្រុងយេរីកូមានកងទ័ពគេលើកព្រួយមកបាញ់លើកុំភ័យនៅស្ងៀមហើយដើរតាមព្រះឲ្យដើរពួកគាត់ដើរមួយថ្ងៃមួយជុំស្អែកឡើងដើរទៀតប៉ុន្តែសំឡេងដែលគាត់បង្កឲ្យឮគឺសំឡេងត្រែដើរទៅគឺសូត្រតែហើយចូលមកវិញស្អែកឡើងដើរទៀតតែហើយចូលមកវិញនិយាយគ្នាអត់និយាយទេចាប់បាត់ជាមួយសេចក្តីស្លាប់គេមិនតែស្រែកជេរចាយទេចាប់បាត់ជាមួយសេចក្តីស្លាប់គឺជាចាប់បាត់ដែលស្ងប់ហើយស្ដាប់មេស្ដាប់កើហើយនៅស្ងៀមហើយរងចាំសំឡេងរបស់ព្រះថាត្រូវធ្វើអ្វីទៀតហាឡេលូយ៉ាបើសិនជាស្លន់ស្លោនោះនឹងចេញនៅក្នុងច្បាប់ឆ្វែលបាន4ជុំឆ្វែលទៀត5ជុំឆ្វែលទៀត6ជុំឆ្វែលទៀតជុំទី7គឺជាជុំជោគជ័យអាមែនហាឡេលូយ៉ាឆ្វែលជុំទី7ថ្ងៃទី7ឆ្វែល7ដងហើយព្រះបន្ទូលបងបានប្រាប់ថាយូស្វេបានប្រាប់ថាពេលឆ្វែលគ្រប់7ដងហើយចូលស្រែកឡើងស្រែកថាហាឡេលូយ៉ាពេលមានអាសន្នកើតឡើងពេលវិញ្ញាណនៃសេចក្តីស្លាប់បានមកដល់ពួកជំនុំទាំងអស់គ្នាចូលទៅរកព្រះអង្គហើយអធិស្ឋានអូរ៉ាបាស៊ីឌីការាសាហេរ៉ាកាស៊ីឌីរត់ជួយដៃកាឡើងអូរ៉ាបាស៊ីឌីចុះគ្រប់នឹងមិនក៏ស្ងៀមស្ងាត់ដែរគេកំពុងធ្វើអ្វីកំពុងធ្វើសង្គ្រាមខាងឯវិញ្ញាណអត់ស្លន់ស្លោទេមិនភ័យទេមិនរត់ឆ្វេងឆ្វាយទេនៅកន្លែងណានៅកន្លែងនោះហើយអធិស្ឋានអូរ៉ាបាស៊ីឌីព្រះយេស៊ូវគ្រីស្ទរ៉ាបាស៊ីឌីស្ងៀមស្ងាត់នៅតាមផ្ទះមួយនោះសមុទ្រក្រហមនឹងញែកចេញហាឡេលូយ៉ានោះទេវតានៃសេចក្តីស្លាប់វានឹងហួសពីផ្ទះយើងទៅទោះបីផ្ទះរបស់កូនយើងនៅខេត្តផ្សេងក៏ដោយក៏វាហ៊ានចូលដែរដោយសារសំឡេងឯកស្ថានរបស់យើងនៅក្នុង
យើងខលប្រាប់កូនយើងថាកូនកុំភ័យมันរត់ជួយដល់ផ្ទះកូនទេកូនកុំភ័យมันឆេះដល់ផ្ទះកូនទេកូនកុំភ័យវិញ្ញាណនៃសេចក្តីស្លាប់មិនអាចយកជីវិតកូនបានទេកូនអង្គុយហើយអធិស្ឋានអានព្រះបន្ទូលហាឡេលូយ៉ាយូស្វេប្រាប់ថាកុំភ័យកុំនិយាយអីទាំងអស់ដើរតាមខ្ញុំដើរជាមួយខ្ញុំ7ជុំចាំខ្ញុំថាហូចាំជើងហូហាឡេលូយ៉ាខ្ញុំនឹកចាំអំពីព្រះយេស៊ូវគ្រីស្ទបានដើរចូលក្រុងយេរូសាឡិមព្រះយេស៊ូវគ្រីស្ទនៅខែចែកបានដើរចូលក្រុងយេរូសាឡិមថ្ងៃទី1បានចូលក្រុងយេរូសាឡិមថ្ងៃទី2ប្រកាសព្រះបន្ទូលថ្ងៃទី3ប្រកាសដំណឹងល្អថ្ងៃទី4ប្រោសជំងឺមនុស្សឲ្យជាថ្ងៃទី5ដេញអារក្សថ្ងៃទី6បងរៀនថ្ងៃទី7គេយកគេទី6ដល់តែគេយកព្រះអង្គទៅឆ្កាងហើយថ្ងៃទី7របស់ព្រះអង្គគឺព្រះអង្គបានសុគតតែ3ថ្ងៃប្រងមានព្រះជន្មរស់ឡើងវិញពេលនោះហើយដែលអ្នកជឿព្រះយេស៊ូវបានស្លែកឡើងហូរកញ្ជើងថាហាឡេលូយ៉ាព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញហើយការរស់របស់ព្រះយេស៊ូវនៅថ្ងៃទី3ដូចជាការដែលកំផែងក្រុងយេរីកូបានដួលរលំដូចជាទឹកសមុទ្របានញែកជាពីរដូចជាការផ្ដាច់ចំណងនៃទេសភាពរបស់អ៊ីស្រាអែលដែរហើយកម្ពុជាយើងដូចគ្នាបើចង់ឲ្យយើងបានរួចពីបណ្ដាសានៃសេចក្តីស្លាប់ទាំងឡាយសូមស្ងៀមស្ងាត់អធិស្ឋានសម្រាប់កម្ពុជាសូមឲ្យការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទប្រជាជនកម្ពុជាបានទទួលព្រះអង្គគឺជាព្រះដែលដាច់បណ្ដាសានៃសេចក្តីស្លាប់ចេញពីកម្ពុជាផងដែរខ្មាំងសត្រូវចុងក្រោយរបស់កម្ពុជាមិនមែនប្រទេសណាមួយទេខ្មាំងសត្រូវចុងក្រោយរបស់កម្ពុជាមិនមែនភាពអត់អាហារហូបទេខ្មាំងសត្រូវចុងក្រោយរបស់កម្ពុជាគឺជាសេចក្តីស្លាប់បានជាព្រះយេស៊ូវមានបន្ទូលថាការសុគតរបស់ព្រះអង្គហើយរស់ឡើងវិញសេចក្តីស្លាប់បានដកចេញពីឯងរាល់គ្នាហើយពួកអ្នកបរិសុទ្ធទាំងអស់គ្នាមិនត្រូវស្លាប់ទៀតទេពីព្រោះសេចក្តីស្លាប់ត្រូវបានបំផ្លាញហើយអរគុណព្រះអង្គសូមអធិដ្ឋានព្រះយេស៊ូវពីស្រុកណាសារ៉េតបងឲ្យរាជរបស់ព្រះអង្គបានដឹងថាសេចក្តីស្លាប់ត្រូវបានបំផ្លាញចេញពីពួកជំនុំទាំងអស់គ្នាហើយពួកជំនុំទាំងអស់នេះគឺជាពួកជំនុំដែលមានជីវិតរស់សម្រាប់ថ្វាយព្រះយេស៊ូវគ្រីស្ទវិញផងដែរកំផែងក្រុងយេរីកូត្រូវបានបំផ្លាញចេញពីជីវិតរបស់យើងខ្ញុំហើយសមុទ្រក្រហមបានញែកចេញសម្រាប់យើងខ្ញុំហើយវិញ្ញាណសេចក្តីស្លាប់មិនអាចប៉ះពាល់ជីវិតយើងខ្ញុំឡើយគឺដោយសារព្រះគ្រីស្ទដែលបានសុគតហើយមានព្រះជន្មរស់ឡើងវិញនោះផងដែរបងឲ្យយើងខ្ញុំបានដឹងថាខ្មាំងសត្រូវចុងក្រោយគឺជាសេចក្តីស្លាប់នោះព្រះអង្គបានឈ្នះវាហើយពួកយើងខ្ញុំក៏បានឈ្នះវាហើយដែរថ្វាយព្រះនាមព្រះយេស៊ូវអាមែន